ខ្ញុំឈ្មោះជីវរាល់ថ្ងៃកំពុងតែធ្វើការនៅក្នុងធនាគារមួយកន្លែងការងារនេះគឺជាការងារដំបូងរបស់ខ្ញុំបន្ទាប់ពីខ្ញុំបានរៀនចប់មកពីសាកលវិទ្យាល័យមកនៅពេលដែលចូលធ្វើការនៅក្នុងធនាគារនោះដំបូងខ្ញុំបានជួបមនុស្សថ្មីនិងទទួលបានគំនិតថ្មីជាច្រើនបើងាកទៅនិយាយកាលពីទើបតែរៀនចប់ទី12កាលនោះខ្ញុំបានចូលរៀននៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងក្រុងដែលខ្ញុំរស់នៅរៀននៅទីនោះបានមួយរយៈពេលខ្ញុំក៏បានស្គាល់មិត្តភក្តិម្នាក់ដែលជាអ្នករៀននៅក្នុងថ្នាក់ជាមួយគ្នាដែលគាត់នោះវាមានឈ្មោះថាអាវីគឺជាមនុស្សម្នាក់ដែលរស់រីស្រួលនិយាយគ្នាណាស់ហើយពេលដែលដើរលេងជាមួយគ្នាក៏ស្រួលដែរអត់ចេះងក់ងអីច្រើនទេចង់នាំតាណាក៏បានដែរបើនិយាយពីស្រុកកំណើតវាវិញអាវីគឺជាកូនអ្នកស្រុកមួយនៅក្នុងខេត្តដែលពួកយើងកំពុងតែរស់នៅនឹងដែរទេដែលបើគិតពីចម្ងាយពីទីរួមខេត្តទៅជាង150គីឡូអីដែរបើជិះម៉ូតូវិញល្មមមកស្ពឹកគូតហើយដល់ពេលគាត់ឡើងមករៀននៅសាកលវិទ្យាល័យអញ្ចឹងគាត់ក៏មិនបានទៅជួបបន្ទប់ស្នាក់នៅដែរដោយសារតែនៅសាលាគេមានផ្ដល់ជាកន្លែងស្នាក់នៅសម្រាប់សិស្សដែលមកពីឆ្ងាយគិតទៅពេលដែលសាលាធ្វើអញ្ចឹងគឺអាចជួយសម្រួលដល់សិស្សដែលគាត់មកពីឆ្ងាយបានច្រើនមែនទែននិយាយពីអាវីមួយថ្ងៃភ្លេចនិយាយពីខ្លួនឯងសម្រាប់ខ្ញុំវិញខ្ញុំគឺជាកូនអ្នករស់នៅក្នុងក្រុងនឹងស្រាប់ទេអញ្ចឹងហើយខ្ញុំមិនបាច់ហត់ទៅស្នាក់នៅទេដោយសិស្សដែលមកពីឆ្ងាយឡើយគិតទៅការរៀននៅវិទ្យាល័យសប្បាយម្ដងហើយដល់ឡើងមកដល់សាកលវិទ្យាល័យក៏សប្បាយម្ដងទៀតតែសប្បាយបែប18បូកម្ដងកុំគិតវែងឆ្ងាយ18បូកនឹងគឺខ្ញុំចង់សម្ដៅទៅលើអាយុទេគិតទៅ4ឆ្នាំលឿនមែនទែនថ្មិចបើកខ្ញុំក៏បានរៀនចប់ហើយសម្រាប់អាវីវិញកាលណារៀនចប់បែបហ្នឹងសាលាក៏តម្រូវឲ្យវានឹងរើចេញពីទេតែស្នាក់នៅកន្លែងផ្សេងដែរដើម្បីទុកឲ្យកន្លែងហ្នឹងឲ្យសិស្សដែលមកក្រោយៗនេះគេស្នាក់នៅម្ដងអញ្ចឹងមុននឹងរើចេញអាវីវាបានឲ្យខ្ញុំជូនវាយកពេលទៅដាក់នៅក្នុងក្រុមហ៊ុនមួយកន្លែងការងារដែលវាដាក់ការនោះគឺជាផ្នែកទំនាក់ទំនងនៅក្នុងក្រុមហ៊ុនមួយក្រោយពីដាក់ពាក្យធ្វើការឲ្យរួចរាល់នៅក្នុងសប្តាហ៍ដដែលហ្នឹងនៅក្នុងថ្ងៃសៅរ៍ពេលព្រឹកម៉ោងប្រហែលជា9កំពុងតែគេងស្រាប់តែទូរស័ព្ទក៏បានរឡើងអាជីវអើយអញទៅនេះអត់ទេវើយអញពងដេកអញពឹងមួយមកពឹងអីហើយមកជួយអញរើអីវ៉ាន់ចេញពីទេទៅបន្ទប់ថ្មីបន្តិចមកជុំអានេះឲ្យរកបន្ទប់ជួលបានណាបានហើយអញជួយតពិសេសប្អូនវាឈប់រៀនណាហើយវាទៅស្រុកវិញអញចាប់ផ្ដើមរើបដាទៅទៀតអញទៅដល់និយាយទូរស័ព្ទជាមួយវារួចហើយខ្ញុំក៏បានក្រោកចូលទៅងូតទឹកនិងផ្លាស់កៅអៅហើយរួចរាល់ខ្ញុំក៏បានទិញម៉ូតូជិះចេញទៅបានមកស្ទុះក្រោយមកខ្ញុំក៏បានទៅដល់ទេនៅក្នុងសាលាទៅដល់ភ្លាមក៏លេចមើលទៅបន្ទប់អាវីខ្ញុំបានឃើញវានេះកំពុងតែរើកៅអៅរើអីវ៉ាន់ដាក់ទៅលើម៉ូតូកង់3មួយសង្ស័យតែវាជួគេមកឲ្យដឹកហើយមិនអងយូរទេឃើញអញ្ចឹងភ្លាមខ្ញុំក៏បញ្ញាប់ចូលទៅជួយលើកវាអាវីវាគឺជាអ្នករៀនសូត្រអញ្ចឹងហើយអីវ៉ាន់អានោះភាគច្រើនសុទ្ធតែសភៅមិនដឹងថាសភៅអីខ្លះទេមានទាំងខ្មែរមានទាំងអង់គ្លេសហើយសភៅខ្លះនឹងមានទាំងភាសាចិនទៀតអានេះវាប្រុងរៀនយកចេះតែម្នាក់ឯងអញ្ចឹងហ្មងហើយពេលហ្នឹងខ្ញុំក៏ជួយលើកវាចេញទៅរហូតដល់អស់ពីបន្ទប់ក្រោយពីលើកហើយអស់ហើយខ្ញុំក៏បានចូលទៅមើលនៅក្នុងបន្ទប់ម្ដងទៀតដើម្បីបញ្ជាក់ខ្លាចមាននៅភ្លេចអីព្រោះតែខ្ជិលបកមកយកម្ដងទៀតណាហើយពេលដែលចូលទៅខ្ញុំក៏បានដើរទៅបន្ទប់ទឹកមុនគេអស់ពីបន្ទប់ទឹកខ្ញុំក៏មកកន្លែងបន្ទប់វិញរួចក៏អោនមើលទៅក្រោមគ្រែចៃដន្យអីពេលដែលអោនទៅខ្ញុំឃើញមានថង់ខ្មៅមួយនៅក្រោមនោះឃើញអញ្ចឹងខ្ញុំក៏បានទាញថង់នោះពីក្រោមគ្រែមកទីមកដល់ប៉ះពីក្រៅទៅដូចជាស្បែកជើងអាវីហើយព្រៃស្បែកជើងមកគូអីស្រ័យប្រាប់វាអញ្ចឹងហើយខ្ញុំក៏បានស្រ័យថង់ស្បែកជើងនោះមើលស្រ័យទៅខ្ញុំក៏ឃើញស្បែកជើងប៉ាតាមកគូពណ៌ទឹកដោះគោដែលនៅខាងក្រោយហ្នឹងគឺមានលាយពណ៌ក្រហមម៉ូតគេមើលទៅស្អាតម្យ៉ាងតើអាជីវយកស្បែកជើងនឹងមកទៅអីទុកវានៅហ្នឹងហើយចុះមិនចឹងស្បែកជើងនៅស្អាតតាហើយមិនរងចោលមែនស្បែកជើងនឹងអញទិញមករៀងតូចជើងអញទុកចោលនៅនឹងហ្មងទៅព្រោះស្បែកជើងអញក៏មានច្រើនដែរលឺអនុវិថាចោលអញ្ចឹងខ្ញុំក៏បានយកស្បែកជើងនោះមកសោកលោនឹងជើងមានអីពាក់ទៅល្មមជើងខ្ញុំល្អអន្តើសំខាន់វានៅរឿងថ្មីដែរមិនជាចាស់ប្រហែលទេអាវីស្បែកជើងនោះបើឯងចោលអញយកឯណាហើយយកធ្វើស្អីស្បែកជើងតូចជើងហ្នឹងទុកចោលនៅហ្នឹងហើយតូចក្បាលឯងស្អីអញលោមិនឡើងល្មមជើងម៉ាច់នេះនិយាយអញ្ចឹងហើយខ្ញុំក៏បានយួរស្បែកជើងនោះដើរចេញទៅអាវីហើយចោលមែនក៏អី
anh vô mò từ ấy bài chơi làng cha ấy nâng. Ê anh đừng thế, bạn cháu anh vô ấy. Đời quạt khi mình đáp, anh ú với con này dây thá. Anh vô cái vô từ, ta bị giật khmoi tám anh đừng ấy với. Khmoi ná, ấy có tờ nêm lấy mà tam bài chơi nâng. Anh ấy chơi tờ rút lại mong á. À lời anh dây mớ lại cho anh ót. Tê anh tha ấy tê, bà anh miên bài chơi hái anh vô bài chơi nâng tờ ấy tiết. Hơi mấy á, hãy bé bài chơi nâng ấy khmoi tam mà anh mến mà thơ phây phây chẳng. À lọp, bẹ tơ khmoi tam mến à. Tam khắp ba lại, chả mơ mới anh vô tập bẹ, chả mơ khmoi na hin mà tam án. Nhi dây chẳng hỡi, chúng có ban vô bài chơi nú, đó xâm đai tơ cả lại mà tô. Tới đó, chúng có ban đã viết tơ không có trọ mà tô, rút cứ chi tơ tam bị cài mà tô còn bấy để đợi vàn nú. Đâm bây từ chui đại vàn à ví, nơi ai bà tục mây vi. Đất tới đó, chúng có ban chui lược vàn đã cho, rút có hình chun cho tơ không mình tục. Đi bởi vàn hơi rút đó, chúng có xua nú bà chạm đòn tiết thá. À vi, bài chơi nó anh vô mình tên đấy nè. Lược trong xuôi trắng, anh nú video riêng tẹ tơ nó không chật, và tỏ máu với con này dây thá. Vô cái vô tơ, ta bị giặt phong với. Lư vì này giấy bạp nâng chỉ lực tí phí không có sợ, hơi khi mà có một bạn vô sầm đầy vì mà kết thế. À vậy để trong kết nợ pê nút cứ trâm thá. Bạn sẽ bà chân mây bẽ đòi bạch ọt lối. Hơi sầm rạp chầm nói đào vì bị chẹp khi càng lơ thầm mình không mỏi ấy nâng á, không có mà chưa đây. Đời xa ta hạt ấy. Nút có đời xa ta không á, chứ mà nút mà nét để trôi chất pra bỏ mà tật đối với hình chân. Rồi ta pra bỏ hình chân với chùm nênh thay chùm này bàn tràn. Thọp ta tên bẹ ọt tràn cu hay mình đá là ấy phóng. Vì mà đá mà ấy nâng bài chân nâng mà cu nâng tê. Ê, vậy mà ngày ấy plek pram, bài chơi nữa cứ chia bài chơi cho chú đào vì tên mau bịp xa, hỏi để sao ta cho chú chân hỡi, từ bản nấu vì trao không ai sẽ nó bài nâng. Chẳng có bị chui ca nghe nâng này dây cho mỗi vi đôi hỡi, chúng có ban chi mà tốt tỏ lọt một tè vinh, về đại mà đọp tè ha, chúng có ban tục một tô nơi khẳng mục, và tọp máu chúng có ban vô bài chơi nú, tơ tờ lẹ tục nơi lại đã bài chơi nơi một tè, đợi đã thằng thong chẳng tam đòn tơ, miền ban sai chơi ấy tê. Phụ cơ tha chầm sai thong chánh hai vô tập bọc thực hán môn nâng bẹ lại đỏ vi nè việc bẹ chọc khăn trường vi chân crapi tầm lẽ bài chơi nâng nở một hái chúng các bạn đa chơi từ không té rút cả đây lên game tam tầm lọp từ lên là hốt đó là nghịch lang bây giờ mai thưa mà hộp hái cốt các bạn hai trong tờ hộp bài lương chấn chúng các bạn cho tờ hộp hái chui liên chan màn tết liền hai rồi đó chúng các bạn cho mà không tốt lên game bà to lên là hốt đòi dùng tết chúng có cho từ ngụt tực ngụt hái có kênh tư chỉ vật này ọt cú tay bà nâng ai không mình ảnh giấy tu sao cho mỗi đôi kênh ở bên cú tê vậy cho giấy láng đo rương cú na tê đây không nơi mà này ai lần trong với hình vón nó hay à lớp à rương nâng sần tỏ sai đường dương tiệt để nơi không dục núa pe để cho kênh tới nhóm ban chỉ sọp chầm lại mùi pe nút nhóm ban chỉ sọp khơi tha luôn ai nè công pong tại đa nơi không tảng ba toát mà cả lành hai cả lái nướng lòng cha chung với anh minh khơi te ai tề khơi sao tại đam chờ đốt nơi không prey chẳng mơ tới ở đang tha chế cả lái na tề mấy món sầm rạp nhom hai cả nãy pe để khơi luôn anh công pong tại nơi cả lái chầm lại chẳng á nhóm cục chi diêm đào rô plei là mấy tờ lọt mập tè vinh bàn tay pe để nhóm đa tới nhóm ban lư sầm lên mũi sải mau bị còi mau đò lư miên ở sải hai bài nắng nhóm của ban nghị còi mờ tới sắp được trong khơi mình pro mà néอายุต้องđo của mỗi năm ấy nâng ai đời mình nút vì sự pe ai sẵn than xa xả là đò khơi côn nâng vì sự cả xa xả là bài nắng trong cả kết thá rư mũi trong cầm pong tại nơi tảng ba toát nơi trong xả lá ế tai xả là ná nghiệm mơ tới mình khơi à kia phong khơi mình tập prey nâng hay cho à cố nó bị mau bị nà về nâng trong nơi trôi ngon nơi mà cả lại nâng hai bàn màn tịch còi máu à cố nó bị ban rốt sầm đau mà rô nhom rốt mà đó vì có ban chụp nơi tôn một nhóm rút vì có ban lực đai mà kháng trong on mà trường nhóm khơi vì trong on trắng nhóm có ban on mơ trường đỏ bề mơ tới sắp tới khơi thá trường được bọc nhóm có pong tại pes bài trường được trong vô ma pi ở vì mau bề nâng nhóm riêng nhẹ đái được sao tại khơi cô nó vì cho on trắng nhóm có xua cô nu thá à ôn hãy chọn ban sẽ chơi nâng mến lược nhóm xuân chẳng hái à cô nó vì on giấy ấy tê đôi đai viết nơi tay trong on sẽ chơi nâng đò với chùm lạnh trắng không có xu viên mà đòn tê thá hai sẽ chơi nâng thay bỏ hại anh mến còn tại chùm xuân chẳng hái à cô nó vì riêng bằng hai mod slide được trong ta hai tại vì chạy đòn ấy tôi được sắp không có rô lăng để thôi nhóm á phía đăng luôn lăng quanh tờ sam mến hai phim nó không ngó không chất nè thà hai ấy ban chỉ trong trời giờ sắp tẹt tôn nâng sẽ chơi nâng tờ vĩnh rư muối ở vậy đà vì viên giấy ca bị bực mấy cứ chỉ ca bết ọt tê viêm đái tê
សង្ស័យមកព្រឹកមិញខ្ញុំគិតរឿងនឹងច្រើនពេកអីបានជាយប់ឡើងយសបឡប់អញ្ចឹងនោះអើយសាមែនអញ្ចឹងដោយសារតែពេលនោះមេឃភ្លឺទៅហើយអញ្ចឹងហើយខ្ញុំក៏បានក្រោកមកបោកក្អាយបន្តិចព្រោះតែម្សិលមិញហ្នឹងមិនបានបោកទេដោយសារតែរវល់ទៅជួយរើបន្ទប់អាវីពេលដែលរៀបចំបោកក្អាវហ្នឹងខ្ញុំក៏បានទាញ speaker មកចាក់បទ PSN ស្ដាប់បណ្ដាបោកក្អាវបណ្ដាបោកក៏នឹកឃើញដល់ស្បែកជើងដែលខ្ញុំយកមកពីអាវីមកដល់នឹកឃើញអញ្ចឹងខ្ញុំក៏បានដើរទៅខាងមុខផ្ទះរួចក៏យកស្បែកជើងនោះដើម្បីបោកទឹកចេញមកដល់ក្រោយខ្ញុំក៏បានយកស្បែកជើងហ្នឹងចេញមកពីក្នុងថង់បន្ទាប់មកខ្ញុំក៏បានស្រាយខ្សែវាចេញដើម្បីសម្អាតផ្នែកខាងក្នុងតែពេលដែលខ្ញុំដកខ្សែចេញទាំងអស់ទៅផ្នែកខាងក្នុងស្បែកជើងនៅខាងឆ្វេងមើលទៅដូចជាមានស្នាមខ្មៅដាបនៅកន្លែងមេជើងហើយផ្នែកហ្នឹងឡើងរឹងដូចប្រឡាក់ជ័រអីមួយអញ្ចឹងការខ្ញុំលោពីម្សិលមិញគឺលោខាងស្ដាំអញ្ចឹងហើយបានប៉ះដុំជ័រហ្នឹងហើយពេលហ្នឹងខ្ញុំក៏បានយកដៃទៅឆ្កឹះអាជ័ររឹងហ្នឹងដល់ពេលឆ្កឹះទៅវាក៏លបកមកម្ដងបន្តិចតែដល់ពេលលបកមកហ្នឹងវាដូចជាធំក្លិនអីម្យ៉ាងមិនល្អសោះយីអាវីហើយវាពាក់ស្បែកជើងតែជន់ស្អីហ្នឹងឡើងជាប់ស្អុយនៅក្នុងស្បែកជើងហ្នឹងអានេះចំជាក្រិចមែនហើយពេលដែលគិតបែបហ្នឹងហើយខ្ញុំក៏បានធ្វើការសម្អាតស្បែកជើងនោះរួចក៏យកជ័ររឹងហ្នឹងចេញអស់ទៅបោកស្បែកជើងព្រមទាំងបោកកៅអៅហើយអស់ហើយខ្ញុំក៏បានយកស្បែកជើងហ្នឹងហើយនឹងកៅអៅទៅហាលនៅក្រោយផ្ទះរួចការងារអស់ហើយខ្ញុំក៏បានជិះម៉ូតូចេញទៅក្រៅដើម្បីទៅហាងកាហ្វេមើលស្អីស្អាតបន្តិចនឹងអង្គុយលេងនៅហាងកាហ្វេហ្នឹងរហូតដល់ម៉ោង 5 ល្ងាចខ្ញុំក៏បានត្រឡប់មកផ្ទះវិញមកដល់វិញភ្លាមខ្ញុំក៏ដើរទៅសាកកៅអៅនឹងស្បែកជើងនោះយកមកទុកសារស្បែកជើងនោះមកហើយខ្ញុំក៏គិតក្នុងចិត្តថាចាំស្អែកចាំពាក់ស្បែកជើងហ្នឹងទៅធ្វើការប៉ុន្តែដល់ពេលកាន់ស្បែកជើងហ្នឹងទៅខ្ញុំក៏នឹកឆ្ងល់ថាមើលបោកទឹកហើយនៅមានក្លិនស្អុយទៀតអត់គិតអញ្ចឹងហើយខ្ញុំក៏ហិតសាកមើលហិតទៅអញនៅតែស្អុយក្លិននឹងតដែរអញ្ចឹងដោយគិតថាប្រហែលជាវាមិនទាន់ស្ងួតល្អ 100% អីអញ្ចឹងហើយខ្ញុំក៏បានយកស្បែកជើងនោះទៅសម្ដិលចោលនៅកន្លែងដាក់ស្បែកជើងសិនដោយគិតថាចាំស្អែកចាំយកវាទៅហាលម្ដងទៀតកាត់រំលងមកដល់យប់ឡើងបន្ទាប់ធ្វើការងារផ្ទះហើយរួចរាល់ខ្ញុំក៏បានងូតទឹកងូតហើយខ្ញុំក៏បានចូលគេងជាធម្មតានិយាយទៅដូចម្សិលមិញអញ្ចឹងគេងបានមកសន្ទុះក្រោយមកខ្ញុំក៏បានយសពទៀតហើយយសពយប់នេះក៏ដូចតែនឹងយសពយប់មិញដែរគឺខ្ញុំបានឃើញខ្លួនឯងនេះនៅកន្លែងតារាងបាល់ទាត់ហ្នឹងម្ដងទៀតហើយទាំងទីតាំងទាំងសកម្មភាពដូចម្សិលមិញទាំងស្រុងហ្មងហើយកំពុងតែឈរនៅកន្លែងតារាងបាល់ទាត់ហ្នឹងខ្ញុំក៏ឃើញអាក្មេងតដែរហ្នឹងវារត់មករកខ្ញុំហើយវាហ្នឹងក៏បានច្អល់ជើងខ្ញុំម្ដងទៀតដល់ឃើញវាច្អល់អញ្ចឹងខ្ញុំក៏អោនមើលដល់ពេលអោនទៅមិនបានខ្ញុំពាក់ស្បែកជើងនឹងទៀតហើយពេលហ្នឹងខ្ញុំចម្លែកក្នុងចិត្តមែនទែនហើយដល់ខ្ញុំងើបមុខមកវិញរៀបនឹងសួរអាក្មេងនឹងម្ដងទៀតទៅហើយស្រាប់តែខ្ញុំនឹងក៏បានភ្ញាក់ដឹងខ្លួនឡើងវិញហើយពេលដែលដឹងខ្លួនឡើងមកហ្នឹងគឺមេឃភ្លឺតែម្ដងគិតទៅជីវិតដូចវិលជុំមិនទេយប់ឡើងចូលគេងភ្ញាក់ពីគេងតែធ្វើការហើយដល់យប់គេងទៀតហើយធុញខ្លាំងមែនទែនតែបើមិនធ្វើការបានលុយណាចាយអញ្ចឹងដល់ឃើញមេឃភ្លឺទៅហើយខ្ញុំក៏បានក្រោករៀបចំខ្លួនដើម្បីទៅធ្វើការទៅថ្ងៃហ្នឹងទៅដល់កន្លែងធ្វើការមិនទាន់នឹងបើកកុំព្យូទ័រធ្វើការផងស្រាប់តែពេលនោះក៏មានមិត្តរួមការងារម្នាក់បានដើរមកប្រាប់ខ្ញុំថាថ្ងៃហ្នឹងគឺជាថ្ងៃខួបកំណើតរបស់គាត់អញ្ចឹងហើយគាត់ក៏បានអញ្ជើញខ្ញុំទៅញ៉ាំអីជុំគ្នាពេលល្ងាចនៅផ្ទះគាត់ផងអ្នកធ្វើការជាមួយគ្នាឃើញមុខគ្នារាល់ថ្ងៃមកបបួលហើយមិនទៅមិនកើតពេលនោះខ្ញុំក៏បានឆ្លើយយល់ព្រមតាមនឹងទៅកាត់រំលងមកដល់ល្ងាចឡើងពេលដែលចេញពីធ្វើការគ្រប់គ្នាមិនបានទៅផ្ទះទេគឺពួកគេរួមទាំងខ្ញុំបាននាំគ្នាធ្វើដំណើរទៅផ្ទះម្នាក់ដែលខួបកំណើតនោះតែម្ដងពេលដែលទៅដល់ពួកយើងក៏នាំគ្នាជួយធ្វើគ្នាម្នាក់ម្ដាយមួយជើងទៅដល់ម៉ោងប្រហែលជា6គ្រប់យ៉ាងក៏រួចរាល់បន្ទាប់មកពួកយើងក៏បាននាំគ្នាអង្គុយហូបហើយធម្មតាទេកម្មវិធីជប់លៀងរបស់មនុស្សធំវាគ្មានកិច្ចផុតពីរឿងផឹកគ្រឿងស្រវឹងឡើយតែគាត់ថាបើយើងផឹកហើយគឺផឹកដែលមានទំនួលខុសត្រូវណាអញ្ចឹងនៅក្នុងយប់ហ្នឹងខ្ញុំនិងក្រុមការងារទាំងអស់គ្នាហ្នឹងបាននៅអង្គុយហូបអីជុំគ្នាតាំងពីម៉ោង6ល្ងាចរហូតដល់ម៉ោងប្រហែលជា10កន្លះទៅពួកយើងនេះនាំគ្នាបំបាយផ្លូវទៅផ្ទះរៀងៗខ្លួនព្រោះតែស្អែកហ្នឹងត្រូវធ្វើការផងអញ្ចឹងក្រោយពីលាគ្នាហើយគ្រប់គ្នាក៏បានទៅផ្ទះហើយខ្ញុំក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញដែរសូមនិយាយពីផ្ទះខ្ញុំបន្តិចផ្ទះខ្ញុំគឺជាផ្ទះថ្មហើយម៉ូតហ្នឹងគឺអាសារីបន្ទប់លៀនចេញមុខហើយទ្វារលឹបចូលទៅខាងក្នុងបន្តិចហើយកន្លែងបន្ទប់ដែលលៀនមកមុខហ្នឹងគឺបិទដោយកញ្ចក់ដោយបន្ទប់ខ្ញុំគឺនៅកន្លែងកញ្ចក់ហ្នឹងឯងហើយនៅកន្លែងកញ្ចក់ហ្នឹងខ្ញុំក៏បានដាក់វាំងននធំហើយវែងសម្រាប់បាំងអាចិតហើយចំណុចជាការរាល់ពេលដែលខ្ញុំទៅដើរលេងយប់មកផ្ទះវិញយឺតអីហ្នឹងម៉ាក់ខ្ញុំគាត់តែងតែចូលទៅបើកភ្លើងនៅក្នុងបន្ទប់ទុកឲ្យខ្ញុំហើយដោយតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយផ្
ផ្ទះកញ្ចក់តែយប់ឡើងយើងបើកភ្លើងពីខាងក្នុងពេលដែលយើងមើលពីខាងក្រៅទៅគឺអាចមើលឃើញខាងក្នុងច្បាស់ណាស់និយាយតែប៉ុណ្ណឹងអ្នកទាំងអស់គ្នាអាចស្មានហេតុការណ៍ដឹងមុនបានខ្លះហើយតែកុំតាន់អាស្មានផ្ដេសផ្ដាសមកស្ដាប់តទៀតសិនដល់ពេលហ្នឹងពេលដែលខ្ញុំទៅដល់ខ្ញុំក៏បានប្រឡូតម៉ូតូពីទ្វាររបងខាងមុខរួចខ្ញុំក៏ផ្ដាំម៉ូតូចូលដើរចូលទៅដល់មុខផ្ទះពឹបខ្ញុំក៏ឃើញថាបន្ទប់ខ្ញុំម៉ាក់បានបើកភ្លើងទុកឲ្យដូចរាល់ដងអញ្ចឹងហើយពេលហ្នឹងនៅក្នុងបន្ទប់ខ្ញុំហ្នឹងវាំងនូននៅខាងក្នុងវាបិទអត់ជិតសោះដែលនៅសល់ប្រឡោះមួយប្រហែលជា2ថ្នាំងដៃហើយគណៈពេលដែលខ្ញុំមើលតាមអាប្រឡោះវាំងនូន2ថ្នាំងដៃហ្នឹងទៅស្រាប់តែពេលនោះខ្ញុំបានឃើញដូចជាមានមនុស្សកំពុងតែដើរនៅក្នុងបន្ទប់ខ្ញុំធម្មតាបន្ទប់ខ្ញុំមិនងាយឲ្យនរណាចូលផ្ដេសផ្ដាស់ទេសូម្បីតែក្មួយខ្ញុំក៏មិនដែលឲ្យពួកគេចូលទៅលេងនៅក្នុងនឹងដែរអញ្ចឹងដល់ឃើញដូចជាមាននរណាចូលបែបហ្នឹងខ្ញុំហាក់ដូចជារៀងខឹងដែរហើយពេលហ្នឹងខ្ញុំក៏ប្រញាប់យកម៉ូតូទៅទុករួចក៏បានដើរចូលទៅក្នុងផ្ទះពេលដែលចូលទៅមើលទៅបន្ទប់ម៉ាក់ប៉ានិងបន្ទប់បងពួកគាត់បានបិទភ្លើងចូលគេងអស់បាត់ទៅហើយចុះនរណានៅសងំអីនៅក្នុងបន្ទប់ខ្ញុំហ្នឹងគិតអញ្ចឹងហើយខ្ញុំក៏បានដើរទៅបើកទ្វារបន្ទប់រួចក៏ដើរចូលទៅក៏ឃើញថាបន្ទប់ខ្ញុំនឹងបាត់ភ្លើងហ្នឹងមិនអញ្ចឹងក្រែងមើលពីខាងក្រៅមិនឃើញភ្លើងបើកតើឬមួយមានអ្នកពួននៅក្នុងហ្នឹងខ្លាចខ្ញុំដឹងខ្ញុំស្ដីឲ្យមើលអញដើររងទៅសិនគិតអញ្ចឹងហើយខ្ញុំក៏បានបើកភ្លើងរួចក៏ចាក់សោបន្ទប់ខ្លាចអ្នកពួននោះរត់ចេញពេលហ្នឹងខ្ញុំក៏បានដើររកក្នុងទូកៅអៅក្រោមក្រេក្រោមវាំងនូនដើរមើលអស់ហើយប៉ុន្តែអត់ឃើញមាននរណាទេហើយបើសង្កេតមើលនៅក្នុងបន្ទប់ខ្ញុំទាំងរបស់របរក៏ស្ថិតនៅទីតាំងដើមទាំងអស់ហាក់ដូចជាគ្មាននរណាបានចូលឡើយដល់ដើរមើលគ្រប់កន្លែងអស់ហើយមើលមិនឃើញបែបហ្នឹងខ្ញុំក៏គិតថាប្រហែលជាខ្ញុំស្វឹងដឹងបានចេះតែសម័យលប់អញ្ចឹងអាជីវបានណាឈប់គិតច្រើនណាស់ដេកវិញគិតអញ្ចឹងហើយខ្ញុំក៏បានស្រាតកៅអៅចេញអស់ហើយក៏ដាក់ខ្លួនគេងយកតែម្ដងសូម្បីតែទឹកក៏មិនបានងូតដែរមានអីដេកស្រាតអញ្ចឹងស្រួលខ្លួនម្យ៉ាងតាហើយកំពុងតែគេងស្រួលសុកហ្នឹងខ្ញុំក៏បានយសតម្ដងទៀតលើកនេះលើកទី3ហើយដោយក្នុងយសបនោះខ្ញុំបានឃើញខ្លួនឯងនឹងនៅកន្លែងតារាងបាល់ទាត់នឹងទៀតនិយាយទៅសកម្មភាពដែលកើតឡើងគឺដដែលទាំងអស់ដល់ពេលកំពុងតែឈរហ្នឹងអាក្មេងប្រុសហ្នឹងវារត់មករកខ្ញុំបន្ទាប់មកវាក៏ច្អល់ជើងខ្ញុំហើយខ្ញុំនេះដឹងមុនហើយថាខ្ញុំប្រកាសជាពាក់ស្បែកជើងនឹងទៀតហ្មងតែលើកនេះវារៀងប្លែកជាងរាល់ដងដោយសារតែអាពេលកូននឹងវាច្អល់ជើងខ្ញុំហើយវាក៏និយាយមកកាន់ខ្ញុំទាំងសំឡេងខ្សើថាឲ្យស្បែកជើងខ្ញុំវិញមកនិយាយអញ្ចឹងហើយអាកូននឹងវាក៏មើលមុខខ្ញុំទាំងទឹកមុខហាក់ដូចជាចង់យំបន្តិចរបៀបដូចជាខ្ញុំនឹងជាអ្នកលួចស្បែកជើងវាមកអញ្ចឹងអាក្មេងនេះដល់លឺអាកូននឹងវានិយាយអញ្ចឹងខ្ញុំក៏ហាមមាត់រៀបនឹងសួរថាស្បែកជើងនឹងជារបស់វាមែនតែមិនតនឹងបានសួរផងខ្ញុំក៏ភ្ញាក់ដឹងខ្លួនវិញបាត់សាំមែនតែនហើយមិនបានត្រូវយសបឃើញអាកូននឹង3យប់ជាប់គ្នាអញ្ចឹងលុះដល់ព្រឹកឡើងខ្ញុំក៏បានក្រោកទៅធ្វើការជាធម្មតាធ្វើការរហូតដល់មកសម្រាប់ពេលថ្ងៃត្រង់ខ្ញុំក៏បានទាញទូរស័ព្ទខលទៅសួរអាវីបន្តិចមើលថាស្បែកជើងនឹងវាមានរឿងអីដោយតែវាបានប្រាប់ខ្ញុំកាលពីដំបូងអត់អាឡូអាវីមិនឯងអញចង់សួរឯងបន្តិចថៃរឿងស្បែកជើងហ្នឹងរឿងឯងប្រាប់អញកាលពីថ្ងៃមុនតាក់ទងនឹងស្បែកជើងឯងហ្នឹងថាមានខ្មោចនឹងពិតអត់ជុំហើយឯងមិនខ្មោចដងមែនថាអញ្ចឹងក៏ថាបានដែរឯងមើលអញក៏សពឃើញក្មេងប្រុសម្នាក់វាមកទីស្បែកជើងអញ3យប់ហើយអញក៏ជួបដែរកូនហ្នឹងចុះបើឯងដឹងថាស្បែកជើងហ្នឹងអញ្ចឹងហើយមិនបានឯងប្រាប់អញអាជីវឯងនិយាយជាមួយអញស្រួលបួនបន្តិចអញប្រាប់ឯងតាំងពីដំបូងតែឯងនេះមិនជឿអញមែនតាអញសុំទោសអាម៉ាក់អញខុសឥឡូវឯងមានដឹងរឿងអីតាក់ទងនឹងស្បែកជើងហ្នឹងអត់អញដឹងទេគ្រាន់តែអញក៏ធ្លាប់ជួបរឿងចម្លែកមួយចំនួនដែររឿងម៉េចពេលនោះអាវីក៏បានរៀបរាប់រឿងតាក់ទងនឹងស្បែកជើងនោះថាត្រឡប់ទៅកាលពី2សប្តាហ៍មុននឹងរើអីវ៉ាន់ចេញពីអន្ទេអាវីវាក៏បានដើរផ្សារដើម្បីទិញរបស់ប្រើប្រាស់និងទិញម្ហូបខ្លះសម្រាប់ហូបចៃដន្យអីពេលដែលដើរទៅទិញនោះវាបានឃើញគេលក់ស្បែកជើងជជុះច្រើនអាសេរីគេដឹកស្បែកជើងមកឡានហើយគេរៀបដាក់ក្រាលតង់ណាបំណងហ្នឹងគឺវាមិនចង់ទិញស្បែកជើងអីទេតែដល់ពេលដើរទៅក៏ប្រទះឃើញអាស្បែកជើងលប់មកគូហ្នឹងមើលទៅវាតាក់ភ្នែកមែនទែនមើលទៅវានៅស្អាតហើយថ្មីលេចធ្លោជាងគេអញ្ចឹងដល់ឃើញថាទំនងអាវីក៏បានចាប់ស្បែកជើងនោះមើលចុះមើលឡើងចិត្តកាន់តែស្រឡាញ់ហើយលោទៅវារៀងតឹងជាងជើងបន្តិចតែធ្វើម៉េចបើជ្រុលស្រឡាញ់ទៅហើយអញ្ចឹងវាក៏បានសួរអ្នកលក់ថាតម្លៃម៉ានពេលនោះអ្នកលក់នោះក៏បានប្រាប់ថាតម្លៃ 30,000 រៀលស្បែកជើងនៅស្អាតថ្មីតើដល់ស្រឡាញ់វាក៏តថ្លៃឲ្យគេ 25,000 តហើយអ្នកលក់នោះក៏យល់ព្រមលក់ឲ្យវាដល់អត់មាននិយាយអីទាំងអស់អ
ចឹងពេលដែលបានតែងស្បែកជើងខ្មោចនឹងបានហើយវាក៏បានជិះម៉ូតូត្រឡប់មកអន្ទេវិញម្ដងអន្ទេភ្លាមមហូបក៏វាមិនទាន់នឹកនាធ្វើស៊ីដែរវាគិតតែវក់នឹងរឿងស្បែកជើងហ្នឹងដល់ពេលហ្នឹងវាបានយកស្បែកជើងហ្នឹងទៅបោកទឹកហាលបន្ទាប់មកបានវាត្រឡប់មកធ្វើមហូបស៊ីវិញលួចដល់ស្អែកឡើងពេលដែលស្បែកជើងនោះស្ងួតវាក៏បានយកស្បែកជើងហ្នឹងមកពាក់ទៅសមនឹងជើងមែនទែនដល់សភាពស្បែកជើងហ្នឹងនៅថ្មីចេះអាចកុហកគេថាតែងថ្មីបានហើយក្រោយពីពាក់ស្បែកជើងនោះបានប្រហែលជា4ម៉ោងក្រោយមកវាថាជើងវាហ្នឹងក៏ចាប់ផ្ដើមលមាស់ហើយឈឺមេជើងខ្លាំងមែនទែននេះមិនដឹងថាមកពីស្បែកជើងនឹងវាតូចជាងជើងឬក៏យ៉ាងណាទេតែបើថាវាតូចខ្លាំងដូចជាមិនតូចប្រមាណទេអញ្ចឹងមកពីអីវិញដល់ពាក់ស្បែកជើងនឹងហើយវាមិនស្រួលជើងបែបហ្នឹងអាវាក៏ឈប់ពាក់បានតែម្ដងនឹងឯងបើពាក់មិនស្រួលផងប្រឹងតែអីទៀតអានេះប្រៀបបានដូចជាស្រឡាញ់គេតែម្នាក់ឯងអញ្ចឹងវាឈឺណាស់និយាយដល់រឿងស្រឡាញ់គេតែម្នាក់ឯងនឹងលើកណានឹកដល់រឿងផឹកទឹកតែហ្មងអើយស្អីទៀតហើយទេតសាច់រឿងយើងវិញអញ្ចឹងដោយសារតែពាក់មិនស្រួលទៅហើយអញ្ចឹងវាក៏បានច្រកស្បែកជើងហ្នឹងទៅក្នុងថង់ខ្មៅមួយហើយចងជាប់បន្ទាប់មកវាក៏បោះទុកចោលនៅក្រោមគ្រែទៅហើយចាប់តាំងពីថ្ងៃដែលយកស្បែកជើងនោះទៅទុកនៅក្រោមគ្រែហ្នឹងហើយរឿងហ្នឹងក៏ចាប់ផ្ដើមកើតឡើងវាថានៅក្នុងយប់ទី1វាចាប់ផ្ដើមធំក្លិនចម្លែកនៅក្នុងបន្ទប់ដោយក្លិនហ្នឹងស្អុយដោយសัตว์ងាប់តែមិនមែនស្អុយងុំយកតែម្ដងទេវាថាស្អុយមកភាយមកប៉ះច្រមុះហើយក៏បាត់ទៅវិញហើយបន្ទាប់មកវាស្អុយមកទៀតវាមកដូចតាមខ្យល់អញ្ចឹងដល់ពេលធំក្លិនស្អុយបែបហ្នឹងវាក៏បានបើកពីបន្ទប់រួចក៏ទាញអំបោះយកមកបោសដើម្បីរកប្រភពក្លិនតែដល់ពេលបោះទៅគ្មានឃើញស្អីគួរឲ្យកត់សម្គាល់ទេឃើញមានតែធូលីហើយដល់ពេលមានតែធូលីអញ្ចឹងអាវាក៏បានបោះធូលីហ្នឹងចេញទៅក្រៅហើយខណៈពេលដែលកំពុងបោះធូលីចេញមកក្រៅហ្នឹងក៏មានអ្នកនៅអន្ទេជាមួយគ្នាម្នាក់ដែលគាត់នឹងនៅបន្ទប់ខាងចុងឯណោះហើយគាត់នឹងគឺកំពុងតែរត់ហាត់ប្រាណនៅមុខបន្ទប់វាពេលដែលម្នាក់នឹងរត់មកដល់ស្រាប់តែម្នាក់នោះក៏បានសួរអ្វីយ៉ាងចម្លែកថាម្យាយប្រូថ្ងៃនេះបបអូនមកលេងមែនលឺអាម្នាក់នឹងសួរអញ្ចឹងហើយអាវីវាឡើងភាំងបានត្រឹមតែញឹមមិនតនឹងបានឆ្លើយផងម្នាក់នឹងក៏បានរត់ហួសបាត់ទៅហើយអាវីវាថាវាគឺជាកូនតូចនៅក្នុងគ្រួសារអត់មានប្អូនឬក៏ក្មួយអីទេហើយសំខាន់ពេលហ្នឹងវានៅក្នុងបន្ទប់តែម្នាក់ឯងតើមិនបានសុកម្នាក់នឹងមកសួរអញ្ចឹងឬមួយក៏គាត់សួរឆលេងហេមកលេងអីឡប់អញ្ចឹងមនុស្សកំពុងតែនៅម្នាក់ឯងផងដូចជាមិនអស់ចិត្តសោះមិនបានសុកត្រូវមកសួរអញ្ចឹងឬមួយក៏នោះគឺជាម្ចាស់ស្បែកជើងពេលហ្នឹងអាវីវាឆ្ងល់ខ្លួនឯងមែនទែនមិនបានសុកគិតដល់រឿងស្បែកជើងនឹងទៅវិញវាថាពេលហ្នឹងហាក់ដូចជាមានអីមួយមកជំរុញឲ្យវាគិតបែបហ្នឹងណាដល់ពេលគិតអញ្ចឹងហើយវាក៏មិនតាន់ធ្វើអីដែរដល់ពេលបោះតលីហើយរួចរាល់វាក៏បានចូលមកក្នុងបន្ទប់អង្គុយធ្វើការងារបានបន្តិចបន្ទាប់មកវាក៏បានដេកបាត់ទៅលុះដល់ស្អែកឡើងវាក៏បានទៅសាលាដើម្បីធ្វើការងារសាលាមួយចំនួនពេលដែលធ្វើរួចរាល់ហើយវាក៏បានដើរត្រឡប់មកអន្ទេវិញដើម្បីដាំបាយស៊ីអាពេលដែលអាវីវាដើរមកវិញហ្នឹងវាដើរតែម្នាក់ឯងទេប៉ុន្តែដល់វាដើរបានបន្តិចក្រោយមកវាក៏ចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមាននរណាកំពុងតែដើរតាមពីក្រោយដល់មានអារម្មណ៍អញ្ចឹងវាក៏ងាកមើលតែដល់ពេលងាកទៅហ្នឹងគឺថាអត់មានឃើញនរណាទេអីយ៉ាតិចខ្មោចលងទាំងថ្ងៃទៅគិតចឹងហើយវាក៏រត់យកតែម្ដងរត់រហូតមកដល់បន្ទប់វិញហើយអត់តន់អស់ទេពេលដែលមកដល់បន្ទប់វាចាប់ផ្ដើមមានអារម្មណ៍អញ្ចឹងទៀតហើយវាថាវាមានអារម្មណ៍ថានៅក្នុងបន្ទប់ហ្នឹងដូចជាមានមនុស្សម្នាក់ទៀតកំពុងតែនៅជាមួយវាតែគ្រាន់តែវាអត់បានឃើញផ្ទាល់ទេវាគ្រាន់តែជាអារម្មណ៍ឲ្យដឹងអញ្ចឹងណាតែអាចថាដោយសារតែពេលហ្នឹងវាមានអារម្មណ៍ខ្លាចផងក៏មិនដឹងបានវាចេះតែមានអារម្មណ៍បែបហ្នឹងអញ្ចឹងផុតថ្ងៃហ្នឹងដល់កន្លងដល់ថ្ងៃមួយទៀតលើកនេះពិតហ្មងពេលហ្នឹងគឺពេលយប់ម៉ោងប្រហែលជា9អាវីវាបាននិយាយទូរស័ព្ទជាមួយមិត្តភក្តិរបស់វាម្នាក់ទៀតតែមិនដឹងនិយាយពីរឿងអីទេនិយាយគ្នាសុកស្រាប់តែមួយទៀតហ្នឹងក៏បានសួរអាវីយ៉ាងចម្លែកថាណាគេនៅចិត្តឯងហ្នឹងនិយាយអីក៏ថ្លង់ម្លេះហើយប្រាប់ឲ្យវាស្ងាត់បន្តិចមើលពេលនោះអានោះនិយាយអញ្ចឹងហើយអាវីក៏ចាប់ផ្ដើមឆ្ងល់ថាវាអត់យល់នៅអ្វីដែលអាហ្នឹងនិយាយទេដល់វាបានតបវិញថាគ្មាននរណានៅចិត្តវាទេយប់ហ្នឹងវានៅតែម្នាក់ឯងអត់មាននរណាមកលេងឡើយលឺអាវីនិយាយអញ្ចឹងហើយអានោះក៏ប្រកែកថាមិញវាលឺច្បាស់ណាស់ពេលហ្នឹងអាវីក៏សួរថាមុនហ្នឹងបានលឺអីខ្លះពេលនោះអានោះក៏បានប្រាប់ថាវាលឺសំឡេងកូនក្មេងរត់ប្រឡែងគ្នាលោឡានៅពេញហ្នឹងដល់លឺអញ្ចឹងអាវីវាដប់បោះឆ្ងល់តែម្ដងថាវានៅតែម្នាក់ឯងទេមិនបានហ្នឹងវាស្ដាប់ឮសំឡេងមនុស្សម្នាក់ទៀតឬមួយវានិយាយលេងចង់ប្រឡាចតែអាវីវាថាពួកម៉ាក់វាម្នាក់ហ្នឹងជាមនុស្សម្នាក់ដែលច្បាស់លាស់ណាស់វាមិនងាយនិយាយលេងសើចផ្ដេសផ្ដាសទេចុះបើវាមិននិយាយលេងសើចទេអញ្ចឹងមានន័យថាមានមនុស្សនៅក្នុងបន្ទប់នឹងម្នាក់ទៀតមែនហើយសំណួរនោះគឺគ្មានចម្លើយទេហើយវាក៏មិនច្បាស់ថារឿងទាំងអស់ហ្នឹងមកពីស្បែកជើងហ្នឹងឬក៏យ៉ាងណាដែរ
តែដឹងតែការវានៅអន្តីចិត្ត4ឆ្នាំមកនេះវាមិនដែលបានជួបរឿងចឹងឡើយទើបតែជួបមករយៈចុងក្រោយពេលដែលវាទិញស្បែកជើងមកនឹងឯងអញ្ចឹងក្រោយពីលឺអាវីនិយាយរៀបរាប់រឿងទាំងអស់នឹងហើយខ្ញុំនៅតែសពិចសពិលមិនដឹងថារឿងដែលបានកើតឡើងទាំងអស់ហ្នឹងមកពីស្បែកជើងហ្នឹងឬក៏យ៉ាងណាទេព្រោះអាក្មេងទាស្បែកជើងដែលខ្ញុំវាសពឃើញហ្នឹងវាធំហើយតែរឿងអាវីដែលនិយាយប្រាប់ខ្ញុំមិញនេះវាតាក់ទងទៅនឹងកូនក្មេងទៅវិញនិយាយទៅអត់ចូលគ្នាសោះតែម្ដងនិយាយគ្នាប៉ុណ្ណឹងហើយខ្ញុំក៏បានចុចទូរស័ព្ទបិទព្រោះតែដល់ម៉ោងធ្វើការហើយក៏បានចូលធ្វើការទៅការរំលោភមកដល់យប់ឡើងពេលដែលមកដល់ផ្ទះវិញបន្ទាប់ពីញ៉ាំបាយងូតទឹកហើយរួចរាល់ខ្ញុំក៏បានចូលគេងជាធម្មតាគេងបានតិចខ្ញុំក៏បានជាសពទៀតដែរតែនៅក្នុងសពលើកនេះខ្ញុំបានឃើញខ្លួនឯងនៅកន្លែងថ្មីមួយទៀតមិននៅក្នុងតារាងបាល់ដូចយប់មុនទេតែអ្នកទាំងអស់គ្នាដឹងថានៅកន្លែងណាអត់គឺខ្ញុំឃើញខ្លួនឯងនេះកំពុងតែគេងនៅក្នុងបន្ទប់ខ្លួនឯងកំពុងតែគេងនឹងតែម្ដងហើយនៅក្នុងយប់នោះខ្ញុំក៏បានយល់សពឃើញថាខ្លួនឯងកំពុងតែគេងហ្នឹងស្រាប់តែអាក្មេងដែលខ្ញុំយល់សពឃើញកាលពីប្រហែលយប់មុនហ្នឹងវាបានមកអង្គុយនៅចុងក្រេរបស់ខ្ញុំរួចវាក៏បានស្រែកមកកាន់ខ្ញុំថាឲ្យស្បែកជើងអញវិញភ្លាមដល់លឺអញ្ចឹងខ្ញុំភ័យណាស់ខ្ញុំភ័យនឹងភ្ញាក់ដឹងខ្លួនឡើងពេលដែលភ្ញាក់មកវិញភ្លាមខ្ញុំច្បាស់ណាស់សង្ស័យតែអាក្មេងហ្នឹងជាម្ចាស់ស្បែកជើងហ្នឹងហើយតែដោយសារតែយប់ស្ងាត់ទៅហើយខ្ញុំមិនទាន់ហ៊ានធ្វើអីទេអញ្ចឹងពេលនោះខ្ញុំក៏សង្ងំគេងវិញសិនលក់ដល់ព្រឹកឡើងបន្ទាប់ពីងូតទឹកផ្លាស់កៅអៅហើយរួចរាល់ខ្ញុំក៏បានចេញពីបន្ទប់មកហើយក៏ដើរទៅកន្លែងដាក់ស្បែកជើងពេលដែលដើរទៅដល់ស្រាប់តែពេលនោះខ្ញុំបាត់ស្បែកជើងហ្នឹងមិនដឹងជាវេទនាទេដល់ពេលបាត់អញ្ចឹងខ្ញុំក៏បានសួរនៅផ្ទះថាបានឃើញស្បែកជើងមកគូថ្មីរបស់ខ្ញុំអត់សួរទៅអត់មាននរណាដឹងទេបើគ្មាននរណាដឹងអញ្ចឹងចុះស្បែកជើងហ្នឹងវេទនាបើខ្ញុំដាក់នៅកន្លែងហ្នឹងពេលហ្នឹងខ្ញុំឈោគិតឡើងមកស្ទុះគិតខ្ញុំក៏នឹកដល់រឿងយសពការពីយប់មិញថាឃើញអាក្មេងហ្នឹងនៅក្នុងបន្ទប់ឬមួយក៏ភ្លាមខ្ញុំក៏បានរត់ចូលទៅក្នុងបន្ទប់វិញរួចក៏អោនទៅមើលទៅក្រោមគ្រែជុំយ៉ាហើយស្បែកជើងហ្នឹងវាមិននៅក្រោមគ្រែខ្ញុំតាំងពីពេលណាមកអត់ទេអត់ស្រួលទេអញ្ចឹងភ្លាមខ្ញុំក៏បានយកស្បែកជើងនោះទៅដាក់នៅធុងសារ៉ាមនៅមុខផ្ទះដើម្បីឲ្យណាគេត្រូវការក៏យកទៅប្រើហ្មងទៅទុកស្បែកជើងនឹងនៅនឹងហើយខ្ញុំក៏បានជិះម៉ូតូទៅធ្វើការជាធម្មតាធ្វើការហើយរួចរាល់ដល់ម៉ោងត្រឡប់មកផ្ទះវិញពេលដែលខ្ញុំមើលទៅកន្លែងដាក់ស្បែកជើងកាលពីព្រឹកមិញទៅក៏ឃើញថាស្បែកជើងហ្នឹងបានបាត់ទៅហើយអញ្ចឹងមានន័យថាមានអ្នកយកទៅហើយឃើញអញ្ចឹងខ្ញុំនេះក៏នឹកសប្បាយនៅក្នុងចិត្តព្រោះតែយប់ហ្នឹងដឹងតែគេងលក់ស្រួលឈប់យល់សពឃើញអាក្មេងហ្នឹងទៀតហើយគិតបែបហ្នឹងហើយខ្ញុំក៏បានចូលទៅក្នុងផ្ទះទៅគិតទៅមែនសង្ស័យមកពីអាស្បែកជើងហ្នឹងមែនយប់នេះពេលដែលស្បែកជើងហ្នឹងមានគេយកទៅបាត់ទៅខ្ញុំគេងលក់ស្រួលមែនទែនអត់មានយល់សពឃើញអីទាំងអស់ប៉ុន្តែអ្វីដែលហួសចិត្តនឹងគួរឲ្យកើតមានសោះនោះគឺថារំលងទៅបានតែ3ថ្ងៃទេនៅពេលព្រឹកឡើងពេលដែលខ្ញុំចេញទៅធ្វើការខ្ញុំបានមើលទៅកន្លែងធុងសម្រាមនៅមុខផ្ទះទៅស្រាប់តែខ្ញុំបានឃើញថាអាស្បែកជើងហ្នឹងគឺត្រឡប់មកកន្លែងដើមនឹងវិញដោយសភាពការពីថ្ងៃដែលខ្ញុំដាក់មិនគឺវាមកវិញគឺបែបហ្នឹងទាំងអស់ដល់ពេលឃើញអញ្ចឹងទៅខ្ញុំចាប់ផ្ដើមមានការឆ្ងល់ជាខ្លាំងតែអត់មានមកញ៉ៃញ៉ៃក្នុងជីវិតខ្ញុំទៀតទេពេលនោះខ្ញុំមិនបានខ្វល់នឹងរឿងស្បែកជើងនឹងទៀតឡើយដែលខ្ញុំទុកវាចោលនៅមុខនឹងសិនទៅព្រោះតែគិតថាប្រហែលជាមានអ្នកផ្សេងឃើញគេនឹងយកទៅទៀតហើយគិតបែបហ្នឹងហើយខ្ញុំក៏បានជិះចេញទៅធ្វើការទៅលុះដល់ល្ងាចឡើងពេលដែលចេញមកពីធ្វើការវិញខ្ញុំក៏ឃើញថាស្បែកជើងហ្នឹងគឺនៅកន្លែងហ្នឹងដដែលអត់ទាន់មាននរណាយកទៅទេអត់កើតទេពេលហ្នឹងខ្ញុំក៏បានយកម៉ូតូទុកទៅក្នុងផ្ទះសិនបន្ទាប់មកខ្ញុំក៏បានយកស្បែកជើងនោះច្រកថង់ខ្មៅមួយរួចក៏បោះចូលទៅក្នុងធុងសម្រាមតែម្ដងដើម្បីឲ្យគេយកទៅចោលហ្មងទៅហើយកាត់រំលោភមកដល់ស្អែកឡើងពេលព្រឹកឡើងខ្ញុំក៏បានចេញម៉ូតូទៅធ្វើការទៀតប៉ុន្តែអ្វីដែលហួសចិត្តហ្នឹងគឺថាពេលដែលខ្ញុំមើលទៅកន្លែងសម្រាមក៏ឃើញថាសម្រាមនៅក្នុងធុងគេយកទៅអស់ហើយនៅឡើយតែអាស្បែកជើងហ្នឹងគេបានស្រាយថង់ខ្មៅចេញរួចក៏យកមកទុកនៅក្បែរធុងសារ៉ាមនឹងឯងដល់ពេលវាពេកអញ្ចឹងខ្ញុំខ្ជិលខ្វល់ណាស់ហើយខ្ញុំក៏បានជិះម៉ូតូទៅធ្វើការជាធម្មតាហើយអ្វីដែលចម្លែកនោះគឺថាមួយសប្តាហ៍ពេញសម្រាមគេយកទៅអស់គ្មានសល់ទេប៉ុន្តែចម្លែកអីតែអាស្បែកជើងនោះគ្មាននរណាយកទៅសោះអូខេអញ្ចឹងកុំឲ្យយប់យន់សបិនច្រើនឆ្លៀតពេលតនេថ្ងៃអាទិត្យប៉ិនមិនយកទៅអញ្ចឹងថ្ងៃហ្នឹងខ្ញុំក៏បានយកស្បែកជើងនោះច្រកថង់ខ្មៅមួយរួចក៏យកវាទៅចោលនៅទីលានចាក់សម្រាមដល់ខ្លួនឯងមើលហើយមានអីចាប់តាំងពីពេលដែលខ្ញុំយកស្បែកជើងនឹងទៅចោលបាត់ហើយខ្ញុំក៏មិនដែលយល់សពឃើញអាក្មេងនឹងទៀតដែរហើយចាប់តាំងពីពេលនឹងមកខ្ញុំស្បត់នឹងខ្លួនឯងហ្មង
ថាលេងហ៊ានយកស្បែកជើងដែលមិនដឹងប្រភពមកពាក់ទៀតហើយហើយមួយវិញទៀតខ្ញុំក៏លេងហ៊ានទិញស្បែកជើងជជុះមកពាក់ទៀតដែរព្រោះតែខ្លាចជួបរឿងលប់បែបហ្នឹងទៀត